ចាសួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំមកចែកវិធីសាស្ត្រស្ងោរម្រះធ្វើម៉េចឲ្យមានរសជាតិឆ្ងាញ់វាមានជាតិពេលយើងស្ងោរទៅទាំងទឹកស៊ុបហើយនិងសាច់នៅខាងក្នុងនឹងផងដែរបងប្អូនហើយជាដំបូងយើងមកមើលគ្រឿងផ្សំរបស់យើងសិនខ្ញុំដាក់ត្រាំមីស៊ូបងប្អូនត្រាំមីស៊ូ2កញ្ចប់ហើយនឹងត្រាំផ្សិតខ្មៅបងប្អូនត្រាំផ្សិតខ្មៅ3-4 គ្រាប់ទៅណាហើយនឹងម្រះយើងចិតហើយស្អាតលាងឲ្យស្អាតទៅបងប្អូនទៅលើសាច់ជ្រូកខ្ញុំប្រើ8ខាំហើយទៅលើម្រះខ្ញុំប្រើ2គីឡូប្រហែលជា2គីឡូបងប្អូនម្រះហ្នឹងណាហើយខ្ញុំទិញគេប្រហែលជា2គីឡូហើយម្រះខ្ញុំអត់ស្រុះវាទេដោយសារតែខ្ញុំស្លខ្លះហើយនឹងខ្លះទៀតទុកក្នុងទូកកខ្ញុំប្រើសាច់ជ្រូក8ខាំខ្ទឹមសចិញ្ច្រាំស្លឹកខ្ទឹមទឹកត្រី2ស្លាបព្រាទឹកស៊ីអ៊ីវ2ស្លាបព្រាបងប្អូនហើយខ្ញុំនឹងសរសេរបន្ថែមនៅក្នុងលើវីដេអូខ្ញុំប្រើដុំស៊ុប1ដុំហើយនឹងម្រេចហ្នឹងកន្លះស្លាបព្រាហើយនឹងស្ករហ្នឹងមួយចុងស្លាបព្រាប៊ីចេងមួយចុងស្លាបព្រាបងប្អូនញរុំបន្តិចទៅណាហើយរ៉ូឌីហ្នឹងក៏មួយចុងស្លាបព្រាដែរហើយនឹងអំបិលមួយចុងស្លាបព្រាដូចគ្នាបងប្អូនហើយម្សៅឆា1ស្លាបព្រាម្សៅឆាបងប្អូនហើយយើងយកទឹកផ្សិតដែលយើងត្រាំផ្សិតហ្នឹងយកមកចាក់មកលាយចូលគ្នាបងប្អូនដឹងធ្វើមិនបានវាមានរសជាតិឆ្ងាញ់ទឹកទាំងទឹកស៊ុបហើយនឹងសាច់នៅក្នុងហ្នឹងវាមានជាតិដោយសារតែខ្ញុំប្រើផ្សិតខ្មៅហ្នឹងយកត្រាំហើយយកជាតិពីវាមកបងប្អូនយកយើងមុននឹងយើងនេះយើងលាងវា1ផ្លែតសិនទៅហើយចាំយើងត្រាំវាយកទឹកពីផ្សិតហ្នឹងឯងយកវាមកចាក់ចូលនៅក្នុងសាច់ដែលយើងលាយហ្នឹងធ្វើបែបហ្នឹងបងប្អូនអាចសាកធ្វើបានតេស្តមើលទៅដោយសារតែខ្ញុំធ្លាប់ធ្វើខ្ញុំដឹងថារសជាតិវាឆ្ងាញ់អញ្ចឹងហើយខ្ញុំក៏ចង់ចែកម្លែកទៅបងប្អូនហើយបន្ទាប់មកយើងយកមីស៊ូដែលយើងត្រាំហើយហ្នឹងបងប្អូនកាត់វាខ្លីៗមកកាត់វាឲ្យខ្លីទៅស្រួលញ៉ាំអញ្ចឹងកុំឲ្យវាតែនតែកាត់វាខ្លីៗហើយយើងច្បល់វាគ្រឿងផ្សំហ្នឹងឲ្យសព្វចូលគ្នាទាំងអស់ហ្នឹងបងប្អូនពេលយើងសព្វហើយយើងទុកវាប្រហែលជា10នាទីសិនទៅដើម្បីវាចូលជាតិគ្នាបានល្អហើយទៅលើម្រះបងប្អូនស្រុះក៏បានមិនស្រុះក៏បានដែរតែម្រះឥឡូវវាអត់ល្វីងទេបងប្អូនព្រោះសម្រាប់ខ្ញុំអត់ល្វីងទេហើយខ្ញុំអត់ស្រុះវាទេដោយសារតែខ្ញុំស្លខ្លះហើយនឹងខ្លះទៀតយើងទុកទូកកតែពេលយើងចង់ញ៉ាំហ្នឹងយើងអាចយកវាមកស្លបានអញ្ចឹងហើយគឺងាយស្រួលមែនតើហើយទៅលើសាច់ជ្រូកច្រាំឬក៏សាច់ញរុំទៅលើសាច់លាយបងប្អូនយើងខ្លះណាដាក់បកាក្រៀមហ្មងតែបើសម្រាប់ខ្ញុំបើសិនជាដាក់វាដូររសជាតិឧទាហរណ៍ថាភ្លាមហ្នឹងវាអត់ស្ទន់សូវប្រៃទេតែពេលយូរវាចេញជាតិពីបកាក្រៀមអាហ្នឹងវាដូររសជាតិស្លរបស់យើងតែបើសិនជាបងប្អូនដាក់ដុំស៊ុបវារសជាតិវានៅថេរប៉ុណ្ណឹងគ្រាន់តែសំខាន់ឲ្យយើងច្របាច់វាបែកម៉ត់បានល្អហើយម្រះយើងញាត់ហើយបងប្អូនហើយយើងដាំទឹកមកបងប្អូនដាំទឹកហើយយើងស្ងោរខ្ញុំដាំទឹក2លីត្រខ្ញុំដាក់ស្ងោរវាហើយខ្ញុំដាក់ផ្សិតខ្មៅនឹងចូលហើយប៊ីយឺហ៊ឺហើយនឹងទឹកផ្សិតដែលយើងនៅសល់ហ្នឹងយើងយកវាមកចាក់ចូលបន្ថែមបងប្អូនហើយខ្ញុំប្រើដុំស៊ុប1ដុំទឹកត្រី1ស្លាបព្រាអាហ្នឹងទៅលើទឹកស៊ុបហើយនឹងអំបិលយើងហ្នឹងកន្លះស្លាបព្រាបងប្អូនអំបិលកន្លះស្លាបព្រាហើយនឹងប៊ីចេងកន្លះស្លាបព្រាតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំអត់មានថែមអីទៀតទេហើយយើងមកងាស់វាក្នុងភ្លើងតិចងាស់វាក្នុងភ្លើងតិចរហូតតទៅវាឆ្អិនញរុំទៅអាស្ងោរម្រះហ្នឹងតទៅវាងុំបានវាឆ្ងាញ់បើវាអត់ងុំទេអត់ឆ្ងាញ់ទេហើយចា៎បងប្អូនវិធីសាស្ត្ររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលា